បងប្អូនបានដឹងស្រាប់ហើយកាលពីថ្ងៃ16ព័ត៌មានដែលចេញថាបងប្អូនពលករខ្មែរយើងមកជិត10នាក់ហើយត្រូវទៅហ៊ានថៃចាប់រំលោភក្មេងស្រីអាយុ18ឆ្នាំហ្នឹងណាត្រូវចាប់រំលោភខ្ញុំនិយាយអារម្មណ៍ពិតណាខ្ញុំក៏មានការសោកស្ដាយនិងអាណិតក្នុងនាមជាពលរដ្ឋខ្មែរដូចគ្នាហើយនឹងក្នុងនាមជាឈាមខ្មែរដូចគ្នាប៉ុន្តែបើយើងវិលត្រឡប់ក្រោយអាណិតសែនអាណិតណាតែមិនដឹងធ្វើជួយមិនបានទេព្រោះឲ្យត្រូវការរំលោភបំពានណា7 8នាក់រំលោភបោកមួយចឹងសំណោះគ្នាអាណិតគ្នាហើយអ្នកដែលជួយក៏ជួយមិនកើតទៅគេគម្រាមគេវាយគេបាញ់គេអីចឹងទៅតែខ្ញុំគិតសោកស្ដាយនៅពេលដែលកាលគេបិទច្រកដែលគេវិលត្រឡប់ខ្ញុំលើកម្រាមដៃ10សាពះសុំរកជំនួយជួយទៅដល់បងប្អូនខ្មែរយើងដែលខ្វះខាតដែលចង់វិលត្រឡប់មកវិញខ្ញុំឲ្យឡានទៅយកណាគាត់ជំនួយខ្ញុំជិត$10000ណាដែលគាត់ខ្ញុំជួយមនុស្សជាង200នាក់ដែលឲ្យចុះមកជំនួយតាមបងអធិការផងតាមតារាចម្រៀងផងតាមបងប្អូនខ្មែរយើងដែលជួយខ្ញុំស្រែកអូយស្រែកទៀតស្រែកជេរថាខ្ញុំបោកណាថាខ្ញុំបំពុលសង្គមតាំងគណៈដែលខ្ញុំប្រាំងរកជំនួយជួយខ្ញុំស្រែកថាដល់ម៉េចដើម្បីឲ្យបងប្អូនខ្មែរយើងមកខ្ញុំសង្កេតរកគេថាអំពាវនាវរកជំនួយទៅចលិះពួកគាត់មកម្នាក់ថាមិនអីទេមិនអាចមកទេណាចេះមួយចុះពីរសែកជេរខ្ញុំទៀតថាខ្ញុំបំពុលសង្គមខ្ញុំអំពាវនាវឲ្យគេទៅអត់ការងារធ្វើចេះចុះមួយខ្ញុំនិយាយថាក្នុង live របស់ខ្ញុំបងប្អូនចូលទៅឆែកមើល page បុនហេងខ្ញុំអត់បានថាអំពាវនាវឲ្យមកទេខ្ញុំថាបើសិនជាបងប្អូនលំបាកទៅគេគម្រាមកំហែងណាកាលនឹងកេបមូគេវាយធ្វើបាបពលករខ្មែរយើងចង់មកអត់លុយមកខ្ញុំជួយជាសហុយឲ្យមកខ្ញុំជួលឡានរត់ទូឲ្យទៅយកដល់កន្លែងហើយជូនដល់ដីខ្មែរទៀតអត់មកទេហើយបងប្អូនខ្លះក៏ចូលខមមិនថាចែអានេះខ្ញុំនិយាយតាមពាក្យដែលគាត់ខមមិនណារឹងក្បាលឌឺក្បាលមកឯងទុកនៅនឹងទៅទុកឲ្យងាប់នឹងទៅអានឹងក៏យើងមិនប្រកាន់ប្រខឹងគាត់មិនទេព្រោះអីវាជាពាក្យដែលគាត់និយាយពីចិត្តខ្ញុំសម្របខ្លួនហ្នឹងចែធ្វើម៉េចទៅបើពួកគាត់មកគាត់នៅស្ដាយការងារហើយគាត់នៅសុកសានក៏ឲ្យគាត់នៅទៅតែអ្នកណាដែលអត់សុកសានអ្នកណាដែលទៅវិលមកវិញអានឹងវិលមកចាស់យើងអាចជួយបានតែចង់បំផុតនៅពេលដែលខ្ញុំជួយបានជាង200នាក់ហើយម្នាក់ថាខ្ញុំចេះមួយចេះពីរខ្ញុំទ្រាំខ្ញុំអត់ដែរចេញវីដេអូឲ្យលេខទូរស័ព្ទខ្ញុំត្បិតតែខ្ញុំរស់ស៊ីរឿងឡានមែនតែខ្ញុំអត់បានទទួលភ្ញៀវទេខ្ញុំសើចគិតយកលុយចំនួននឹងជួយទៅដល់បងប្អូនពលករខ្មែរយើងព្រោះឯងឃើញថៃវាបាញ់ខ្មែរយើងឲ្យបងប្អូនខ្មែរយើងមកតែអត់ទេខ្ញុំទទួលបានរងពាក្យប្រមាថពាក្យគេជេរមករាយជេរមកច្រើនតែខ្ញុំអត់តបអត់តទេអាណាជេរអីជេរទៅតែឥឡូវលទ្ធផលជាស្ដែងឃើញអត់គេមកតាមផ្លូវគេចាប់លោបពីណាជួយបានអាហ្នឹងមិនសើចមិនយំទេអាណិតដែរប៉ុន្តែយើងលើកហេតុផលមកនេះដល់ពេលដែលខ្ញុំស្រែកស្ងួតអស់បំពង់កណាទូរស័ព្ទលើកមួយដាច់មួយបងមកអូខេបងឲ្យឡានទៅយកអ្នកណាខ្លះដែលឃើញវីដេអូហ្នឹងអ្នកណាខ្លះដែលបានមកដោយខ្ញុំអាចខមមិននៅក្រោមវីដេអូហ្នឹងបានណាអ្នកណាខ្លះដែលមកដោយតាមខ្ញុំដែលអត់អស់លុយសំបីតែ100ខ្មែរឬក៏1បាតលុយថៃដែលខ្ញុំជួយអានេះខ្ញុំមិនលើកថាខ្ញុំជួយគេបានរាប់រយអ្នកខ្ញុំមានគុណមានសម្បត្តិអត់ទេណាខ្ញុំជួលឡានក្រុមហ្វាសៃឲ្យទៅយកឡានគេផ្សេងពេញគេអត់ទៅយកមានលុយឈីក៏អត់មានលុយអត់មានឡានមកដែរតែខ្ញុំជួយមកបានតែអាហ្នឹងខ្ញុំអត់ដឹងធ្វើម៉េចអានេះគាត់ខ្ញុំលើកអារម្មណ៍ខ្លួនខ្ញុំពិតនៅពេលដែលខ្ញុំជួយខ្ញុំត្រូវរកការប្រមាថណាខ្មែរគ្នាឯងជន់កខ្មែរគ្នាឯងកាប់កោខ្មែរគ្នាឯងខ្ញុំជួយគេជេរមកឯងខ្ញុំគេជេរមកឯងខ្ញុំតែឥឡូវលទ្ធផលជាស្វែងឃើញអត់គេធ្វើបាបមិនខ្លះចេះឈឺចាប់អត់នេះអានៅក្នុងនេះចេះឈឺចាប់ចេះឈឺខួរអត់ណាខ្ញុំនិយាយមែនពេលខ្លះខ្ញុំនិយាយតែបើសិនជាប៉ះពាល់ខ្ញុំសុំអភ័យទោសណាព្រោះខ្ញុំនិយាយត្រង់បដ ாய் ដល់ពេលដែលខ្ញុំពាវនាវមកមិនអំពាវនាវថាបងប្អូនដែលគាត់ពិបាកខ្លាំងអត់មានសហុយណាខ្ញុំជួយបានឥឡូវនេះខ្ញុំជួយរឿងសម្បត្តិយន្តហោះទៀតមិនជួយទេខ្ញុំជួយទិញឲ្យបានទៀតណាអ្នកដែលក៏ចង់មកខ្មែរមានប៉ាសពតវីសាអត់ចេះទិញសម្បត្តិយន្តហោះខ្ញុំទិញឲ្យបានទៀតនេះខ្មែរជួយខ្មែរប៉ុណ្្នឹងតែប៉ុណ្ណាទៀតចង់នៅឲ្យគេជេរចង់ឲ្យនៅគេចាប់គេធ្វើបាបអញ្ចឹងមែនអានឹងសម្រាប់អ្នកដែលនៅមិនបានខ្ញុំជិតអ្នកដែលពិបាកណាពេលឃើញវីដេអូអញ្ចឹងខ្ញុំអារម្មណ៍ឈាមខ្មែរវាអ៊ូលណែនដែរប៉ុន្តែចង់អ៊ូលណែនអាគេជេរខ្ញុំប្រហែលខ្ញុំឈឺចាប់អត់ឈឺចាប់ដូចគ្នាប៉ុន្តែអត់មកសុខចិត្តខំមាត់សកត់ចិត្តខ្លួនឯងថាគេជេរទៅព្រោះយើងមនុស្សមហាជនគេស្គាល់ច្រើនអ្នក follow ជាង 100k
143k fake ខ្ញុំចង់ច្រើនអ្នកនៅថៃគេស្គាល់ខ្ញុំច្រើនចង់បានថាខ្ញុំសង្កត់ខំទ្រាំសង្កត់ចិត្តប៉ុន្តែលទ្ធផលជាក់ស្ដែងគឺខ្ញុំជួយបានមនុស្សជាង200នាក់ប៉ុន្តែអាណិតបងអូនស្រីដែលគាត់មកហ្នឹងត្រូវគេធ្វើបាបយើងមិនអាចជួយគាត់បានព្រោះអីកលៈទេសៈបែបហ្នឹងគឺយើងបាក់និយាយមែនគេកំពុងបញ្ហាសង្គ្រាមចឹងហើយទៀតគឺយើងអត់ដឹងជួយគាត់មិនទេនឹងហើយជាហេតុផលដែលខ្ញុំតែងតែប្រាប់បងប្អូនខ្មែរយើងអ្នកដែលគាត់ពិបាកអ្នកដែលចាំអាចបំផុតចោះមកខ្មែរមកសិនមកចាំពេលសុកសាមត្រានស្គីសម្របសម្រួលគេបើកច្រកបើកអីអាហ្នឹងចាំមកម្ដងទៀតណាសង្ឃឹមថាវីដេអូហ្នឹងបងប្អូននឹងយល់ហើយបងប្អូនអាចបញ្ចេញមតិបានចង់ខមមិនថាចង់ស្ដីថាខ្ញុំមិនថាតែខ្ញុំអត់ខ្វល់អត់ឈឺចាប់ទេនិយាយមែននិយាយត្រង់មកដល់ព្រោះយើងជួយគេអស់ពីចិត្តហើយដល់ពេលអញ្ចឹងតាមតាណាឲ្យគាត់មកអស់លុយខ្លួនគាត់អស់លុយហើយអញ្ចឹងទៀតណា